សួស្តីអ្នកទាំងអស់គ្នានិងសួស្តីលោកគ្រូថ្ងៃនេះដែរខ្ញុំមកពីទី 4CC Team 6ក្នុងធ្វើការនិយាយតាក់ទងអំពី CPU matrix ID គឺជាការតេស្តមើលនៅ increase ឬ decrease របស់ CPU ដើម្បីដឹងថាតើ CPU នឹងកំពុងតែ work doing on the process or វា do nothing អញ្ចឹងកាលណាតែ ID increase ខ្ពស់មានន័យថា CPU អត់មានដំណើរការទេនៅពេលដែល ID decrease low មានន័យថា CPU កំពុងតែធ្វើ process អ្វីមួយអញ្ចឹងឥឡូវយើងចូលមកកាន់ system CPU time អញ្ចឹង screen ខាងឆ្វេងហ្នឹងគឺវាបង្ហាញអំពីចំនួនដែល CPU time ហ្នឹងវា run នៅលើ operating system របស់កូដអញ្ចឹងយើងឃើញថាទិន្នន័យរបស់វាគឺចាប់ផ្ដើមឡើងបន្តិចម្ដងហើយបន្តមកទៀតយើងធ្វើការ run ជាមួយនឹង command របស់យើងអញ្ចឹងនៅពេលដែលយើង run command ហ្នឹងគឺយើងឃើញថា SY របស់យើងបានធ្វើការកើនឡើងជាងមុនដែលយើងធ្វើការកន្លែងដែលយើងគូសវងក្រហមហ្នឹងគឺវាធ្វើការកើនរហូតអញ្ចឹងនៅពេលដែលយើង run ចប់គឺយើងឃើញថា SY ភាគរយរបស់យើងបានថយចុះហើយចំណែកឯភាគរយ ID របស់យើងវាកើនឡើងម្ដងទៀតបន្តមកគឺ percent user គឺសំដៅទៅលើភាគរយ CPU ដែលកំពុងប្រើប្រាស់ run program ឬក៏ script អីមួយនៅ background តមកគឺពេលដែលយើង run Python loop យើងឃើញថា percent user កើនឡើងព្រោះកម្មវិធីកំពុងប្រើប្រាស់ CPU បន្តមកនៅពេលដែលយើង break program ហ្នឹងដោយប្រើ pkill ហ្នឹងយើងឃើញថា percent user ថយចុះដោយសារ CPU របស់យើងត្រឡប់ទៅរកស្ថានភាពទំនេរវិញនៅក្នុងផ្នែកនេះពួកយើងបដូរ process priority ដោយប្រើ នេះយើង run low priority នេះ process ចំនួន1និង2ទៀតគឺ normal background process នៅលើ two core CPU normal process ទទួលបាន CPU ច្រើនជាងដូច្នេះការប្រើប្រាស់របស់ នេះ process ស្ថិតនៅក្រោមភាគរយ NI យើងចូលទៅលើ WA ម្ដង WA ហ្នឹងគឺជាភាគរយរបស់ CPU ដែលរងចាំ operation input ឬក៏ output ដើម្បីឲ្យវាចប់ហើយបន្ទាប់មកវាធ្វើការបន្តបើសិនជាកន្លែង WA ហ្នឹងវាអត់មាន input អីទេគឺវាតម្លៃវាគឺទាបជាង ID ហើយ ID គឺវាខ្ពស់ក៏ប៉ុន្តែបើសិនជាយើងឲ្យឬក៏ insert ទៅលើ input ណាមួយចូលទៅឬ input 1000អីចូលទៅកន្លែង WA ហ្នឹងវាកើនឡើងហើយកន្លែង ID ហ្នឹងវាថយចុះមកវិញ